បណ្ដាប្រទេសមូស្លីមរិះគន់អ៊ីស្រាអែលចំពោះការរុញច្រានការបញ្ចូលខុសច្បាប់នៅតំបន់ West Bank នៅក្នុងសេចក្តីថ្លែងការណ៍រួមប្រទេសជំរុញសហគមន៍អន្តរជាតិឲ្យបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ការកើនឡើងដ៏គ្រោះថ្នាក់របស់ខ្លួនអ្នកតាមដានស្ថានភាពបាននិយាយថាប្រទេសចំនួន8ដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមបានបរិហាអំពីអ៊ីស្រាអែលចំពោះការព្យាយាមដាក់នៅអធិបតេយ្យភាពរបស់អ៊ីស្រាអែលដោយខុសច្បាប់នៅតំបន់ West Bank ដែលកាន់កាប់បន្ទាប់ពីប្រទេសនេះបានអនុម័តទៅលើវិធានការថ្មីដ៏ចម្រូងចម្រាសពង្រីកការគ្រប់គ្រងរបស់ខ្លួននិងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកតាំងលំនៅថ្មីរបស់អ៊ីស្រាអែលនៅក្នុងការទិញដីនិងអចលនទ្រព្យនៅទីនោះដែលនៅក្នុងនោះមានដូចជាប្រទេសអេស៊ីបឥណ្ឌូនេស៊ីហ្សកដានីប៉ាគីស្ថានកាតាអារ៉ាប៊ីសាអូឌីតទួរគីនិងអារ៉ាប់រួមដែលបានកោតទោសនៅទង្វើរបស់អ៊ីស្រាអែលនៅក្នុងលក្ខខណ្ឌខ្លាំងបំផុតដែលនេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់អារ៉ាប៊ីសាអូឌីតវិធានការថ្មីរបស់អ៊ីស្រាអែលដែលត្រូវបានបំភ្លឺកាលពីថ្ងៃអាទិត្យដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ខ្លួនបានប៉ះពាល់យ៉ាងសំខាន់ទៅលើសិទ្ធិអចលនទ្រព្យនិងនីតិវិធីសន្តិសុខរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលបានកាន់កាប់យ៉ាងណាក្តីកាសែត The Times of Israel ដោយដកស្រង់នៅសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្ដាំនិយមរបស់អ៊ីស្រាអែលលោក Bezalel Smotrich និងរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលលោក Kate បាននិយាយថាច្បាប់នឹងអនុញ្ញាតឲ្យជនជាតិជីវិតអ៊ីស្រាអែលទិញអចលនទ្រព្យឯកជននៅក្នុងទឹកដីនិងបើកការចុះបញ្ជីដីធ្លីសម្ងាត់ពីមុនជាសាធារណៈយ៉ាងណាក៏ដោយវិធានការនេះក៏នឹងអនុញ្ញាតឲ្យអាជ្ញាធរអ៊ីស្រាអែលទទួលបន្ទុកគ្រប់គ្រងទីតាំងសាសនាមួយចំនួននិងបង្កើនការត្រួតពិនិត្យនិងការអនុវត្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីនដោយនេះបើយោងទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលដោយឡែកលោក Stomrich បាននិយាយថាវិធានការនេះគឺមានគោលបំណងធ្វើឲ្យឫសគល់របស់យើងកាន់តែស៊ីជម្រៅនៅក្នុងតំបន់ទាំងអស់នៃទឹកដីអ៊ីស្រាអែលនិងកប់គំនិតនៃប៉ាឡេស្ទីនបើយោងទៅតាមអ្នករាយការណ៍របស់កាសែត Al Jazeera បានរាយការណ៍ថាប៉ាឡេស្ទីនបានចាត់ទុកការអភិវឌ្ឍនេះថាជាការជំរុញដល់គ្រោះថ្នាក់បំផុតឆ្ពោះទៅរកការបញ្ចូលនិងជាការសម្រេចចិត្តដ៏សំខាន់បំផុតចាប់តាំងពីអ៊ីស្រាអែលបានកាន់កាប់តំបន់ West Bank នៅក្នុងឆ្នាំ1967អ្នករាយការណ៍ដដែលបានកត់សម្គាល់ថានៅក្រមច្បាប់ថ្មីនេះគ្មានអ្វីដែលអាចរារាំងអ្នកតាំងលំនៅរបស់អ៊ីស្រាអែលពីការកាន់កាប់ដីធ្លីនិងចូលរួមមកកណ្ដាលទីក្រុងប៉ាឡេស្ទីននោះទេសម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង8ដែលកាន់សាសនាអ៊ីស្លាមភាគច្រើនបាននិយាយថាអ៊ីស្រាអែលកំពុងតែព្យាយាមដាក់ការពិតផ្នែកច្បាប់និងរដ្ឋបាលថ្មីដែលពន្លឿនការបញ្ចូលខុសច្បាប់និងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនបណ្ដាប្រទេសនានាដែលបានបញ្ជាក់អំពីសិទ្ធិរបស់ប៉ាឡេស្ទីននៅក្នុងការសម្រេចចិត្តដោយខ្លួនឯងនិងភាពជារដ្ឋហើយបានជំរុញសហគមន៍អន្តរជាតិឲ្យបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ការកើនឡើងដល់គ្រោះថ្នាក់របស់ខ្លួនយ៉ាងណាក្តីសហភាពអឺរ៉ុបក៏បានកោតទោសនៅទង្វើរបស់អ៊ីស្រាអែលដោយហៅវាថាជាជំហានមួយទៀតនៅក្នុងទិសដៅដែលខុសច្បាប់តំបន់ West Bank បានស្ថិតនៅក្នុងចំណោមតំបន់ប៉ាឡេស្ទីនដែលបានស្វែងរកនៅរដ្ឋឯករាជ្យនាពេលអនាគតរួមជាមួយទៅនឹងតំបន់ Gaza Strip និងបានកាន់កាប់ដោយទីក្រុងយេរូសាឡឹមខាងកើតគួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះភាគច្រើននៃតំបន់ West Bank បានស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាអ៊ីស្រាអែលដោយផ្ទាល់ជាមួយទៅនឹងការគ្រប់គ្រងនៃស្វ័យភាពរបស់ប៉ាឡេស្ទីនដែលមានកម្រិតយ៉ាងខ្លាំងនៅក្នុងតំបន់មួយចំនួនដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីនហៅកាត់ថា PA ដែលគាំទ្រដោយលោកខាងលិចយ៉ាងណាមិញជនជាតិអ៊ីស្រាអែលប្រហែលជាង 70,000 នាក់បានកំពុងតែរស់នៅនឹងការតាំងទីលំនៅនិងទីស្នាក់ការនៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ក្រមច្បាប់អន្តរជាតិខណៈដែលជនជាតិប៉ាឡេស្ទីនប្រមាណ 3.3 លាននាក់រស់នៅក្នុងទឹកដីនេះតាមដានបានសង្កេតថាកងកម្លាំងអ៊ីស្រាអែលជាទៀងទាត់បានអនុវត្តការឆ្មក់ដោយហិង្សាពីការចាប់ខ្លួននិងចាប់ពង្រត់ក៏ដូចជាដាក់កំហិតនៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ជាកន្លែងដែលការវាយប្រហារពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល
ប្រឆាំងទៅនឹងប៉ាឡេស្ទីនក៏បានកាន់កាប់អង្គសារកាន់តែខ្លាំងផងដែរដែលជារឿយៗគឺស្ថិតនៅក្រោមការការពាររបស់ទាហានអ៊ីស្រាអែលយ៉ាងណាក្តីនៅក្នុងខែមករាតែមួយជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់694នាក់ត្រូវបានបណ្ដេញចេញពីផ្ទះរបស់ពួកគេនៅតំបន់ West Bank ដោយសារតែអំពើហិង្សានិងការយាយីរបស់ជនជាតិអ៊ីស្រាអែលពីសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងទៅនឹងប៉ាឡេស្ទីននៅតំបន់កាហ្សាដែលបានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំ2023នេះបើយោងទៅតាមអង្គការសហប្រជាជាតិ